ជំនួបរវាងបុរីលេងនវត្រានិងអតិថិជនទទួលផលវិជ្ជមានក្រមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំស្រុះស្រួលនិងដោះស្រាយករណីទិញរលកផ្ទះដីឡូគម្រោងបុរីលេងនវត្រានិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណុំពររបស់តំណាងអតិថិជនគម្រោង 6A និងជ្រេ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តានានិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអតិថិភាពរបស់គម្រោងគូបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ្រៃ100និងគម្រោងផ្លូវជាតិ 6A ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ100ភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំបោរខេត្តកណ្ដាល